ជម្រាបសួរអ្នកទាំងអស់គ្នាឥឡូវនឹងជួបជាមួយខ្ញុំបាទទៀតហើយវិលត្រឡប់មករាត្រីថ្មីតោះកុំរងចាំពេលយូរចូលដល់សាច់រឿងយើងទាំងអស់គ្នារឿងដែលខ្ញុំនឹងនិយាយថ្ងៃនេះមានចំណងជើងថារត់គេចពីបណ្ដឹងចូលព្រៃរឿងបានកើតឡើងពីមិត្តភ័ក្តិឈ្មោះអាយច័ន្ទដែលស្ថិតក្នុងវ័យជំទង់បានប្រព្រឹត្តបទឧក្រិដ្ឋជាមួយគ្នាបន្ទាប់ពីយើងបានរត់គេចខ្លួនត្រឡប់មកផ្ទះវិញជីដូនរបស់ខ្ញុំបានប្រាប់ខ្ញុំថាកូនស្គាល់កសម្ព័ន្ធមួយហើយប្រសិនបើមិត្តរបស់ខ្ញុំនិងខ្ញុំមិនបានចាប់ខ្លួនកូនក៏ប្រាប់ខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំឲ្យរត់ទៅរស់នៅជាមួយកសម្ព័ន្ធនោះហើយប្រាប់ខ្ញុំថាជីដូនរបស់ខ្ញុំបានសុំឲ្យនៅជាមួយគាត់ហើយយើងនឹងមានសុវត្ថិភាពនៅពេលយើងនៅជាមួយគាត់ពេលនោះខ្ញុំត្រូវនិយាយថាទោះខ្ញុំមិនចង់ទៅក៏គ្មានជំរើសដែរព្រោះបើគេចាប់បានខ្ញុំអាចនឹងជាប់គុកមួយជីវិតឬអាចប្រឈមមុខនឹងទោសប្រហារជីវិតជាអតិបរមាដូច្នេះហើយនៅយប់នោះបន្ទាប់ពីជីដូនរបស់ខ្ញុំណែនាំខ្ញុំហើយមករានិងខ្ញុំក៏ចេញដំណើរដោយយកតែអង្ករមួយថង់និងសម្លៀកបំពាក់ពីរឈុតដើម្បីឲ្យពួកយើងចូលបានយ៉ាងស្រួលយប់នោះមករានិងខ្ញុំបានដើរពេញមួយយប់បន្ទាប់ពីដើរពេញមួយយប់មករានិងខ្ញុំបានទៅដល់ក្រុមជនជាតិនៅទីនោះពេលយើងទៅដល់នឹងខ្ញុំនិយាយជាមួយគេហើយប្រាប់គេថាយាយខ្ញុំសូមឲ្យខ្ញុំនៅជាមួយគាត់មួយរយៈដោយសារនាងបានឃើញថាខ្ញុំដាក់ឈ្មោះជីដូនរបស់ខ្ញុំយ៉ាងត្រឹមត្រូវនិងពណ៌នាអំពីរូបរាងរបស់គាត់បាននិយាយថាមិនអីទេមករស់នៅជាមួយខ្ញុំនៅទីនេះខ្ញុំនឹងនាំអ្នកទៅស្នាក់នៅផ្ទះចុងសហគមន៍ពេលខ្ញុំទៅដល់ចុងភូមិខ្ញុំឃើញថាមានខ្ទមទំនេរនៅទីនោះវាជាខ្ទមចាស់ឆ្ងាយពីភូមិទោះបីមើលទៅមិនល្អនិងរាងកាយដ៏ខ្ញុំគិតថាមិនអីទេយ៉ាងហោចណាស់ខ្ញុំមានកន្លែងដេកខ្ញុំមិនចាំបាច់រស់នៅផ្ទះអ្នកដទៃឬដេកក្រោមដើមឈើដេកលើដីដូច្នេះហើយនៅថ្ងៃនោះបន្ទាប់ពីចូលទៅក្នុងខ្ទមខ្ញុំបានឃើញថាជាភូមិកសពននៅក្នុងព្រៃនិងភ្នំវាក៏ជាខ្ទមចុងក្រោយផងដែរពេលចូលទៅដល់អត់មានអីទេមានតែគ្រែមួយភួយចាស់មួយនិងសម្លៀកបំពាក់របស់ម្ចាស់មុនដែលបន្សល់ទុកពួកគេប្រហែលជាត្រូវបានបរិច្ចាគសម្លៀកបំពាក់ក៏មានមុងមួយនិងចង្ក្រានអូសតូចមួយផងដែរវាគ្រាន់តែដើម្បីចិញ្ចឹមជីវិតហើយគ្មានជំរឿផ្សេងមករានិងខ្ញុំរស់នៅរហូតដល់ថ្ងៃបន្ទាប់ពីមករាហើយខ្ញុំបានដឹងថាអាជ្ញាធរនៅខាងក្រៅមានទាំងប៉ូលីសនិងមន្ត្រីផ្សេងពួកគេកំពុងតាមប្រមាញ់យើងហើយយើងដឹងថាយើងប្រហែលជាត្រូវស្នាក់នៅទីនេះច្រើនទសវត្សរ៍ខ្ញុំមិនដឹងថាត្រូវចំណាយពេលប៉ុន្មានឆ្នាំនៃការផុតកំណត់ដូច្នេះខ្ញុំទើបតែទទួលយកវាហើយព្យាយាមកែតម្រូវកន្លែងនេះរហូតដល់ថ្ងៃមួយមករានិងខ្ញុំអាចសម្របខ្លួនបានហើយចាប់ផ្ដើមរស់នៅជាមួយមនុស្សនៅទីនេះយើងចាប់ផ្ដើមស្គាល់បុគ្គលនេះនិងបុគ្គលនោះហើយព្យាយាមធ្វើឲ្យខ្លួនយើងមានប្រយោជន៍ពេលនោះយើងបានស្គាល់អ្នកប្រមាញ់ម្នាក់ឈ្មោះផាន់គុយជាជនជាតិភាគតិចនៅក្នុងភូមិនេះប៉ុន្តែគាត់ចូលចិត្តបរបាញ់និងចូលព្រៃជាប្រចាំដូច្នេះខ្ញុំគិតថាការញ៉ាំតែបន្លែផ្លែឈើនឹងច្រើនពេកខ្ញុំចង់ញ៉ាំសាច់ខ្ញុំមិនអាចរងចាំអ្នកភូមិចែករំលែកបានទេសរុបមកខ្ញុំចង់ទៅបរបាញ់ជាមួយផាន់គុយព្រោះបើយើងមិនធ្វើដោយខ្លួនឯងទេវាពិតជាពិបាកណាស់ក្នុងការទទួលបានអាហារឆ្ងាញ់លុះគិតដូច្នេះហើយយប់មួយខ្ញុំបានសុំការអនុញ្ញាតពីអ្នកប្រមាញ់ហើយប្រាប់គាត់ថាខ្ញុំចង់ចូលទៅក្នុងព្រៃជាមួយគាត់ដើម្បីឲ្យខ្ញុំជួយគាត់ធ្វើរឿងនេះក្រោយពីសួររួចផាន់គុយក៏បានអនុញ្ញាតផាន់គុយក៏បាននិយាយថា
បើមករានឹងខ្ញុំចូលយើងត្រូវតាមគាត់យើងមិនអាចទៅណាមកណាតែម្នាក់ឯងយើងមិនអាចឆ្លើយតបនឹងនរណាម្នាក់ឬសំបីតែប៉ះឬយកអ្វីដែលយើងមិនដឹងនៅពេលនោះយើងបានយល់ព្រមនៅពេលនោះអ្វីៗគឺល្អយើងសុខចិត្តធ្វើអ្វីគ្រប់យ៉ាងទីបំផុតផាន់គួយឲ្យយើងដើរតាមគាត់នៅយប់នោះបន្ទាប់ពីយើងដើរទៅវាប្រែថាចាប់តាំងពីព្រៃនេះត្រូវបានបិទនិងមានជីវជាតិខ្លាំងណាស់ពួកយើងបានជួបប្រទះសត្វទាំងតូចទាំងធំពេលយើងប្រទះឃើញសត្វណាដែលយើងអាចស៊ីបានផារ៉ង់គួរនឹងបាញ់វារហូតដល់ពាក់កណ្ដាលអាធ្រាត្រថ្ងៃនោះព្រឹទ្ធាចារ្យបាញ់សត្វ4ឬ5ក្បាលមកឲ្យយើងជួយដឹកដើម្បីឲ្យយើងចេះសម្របខ្លួននិងស្រូបយកវត្ថុផ្សេងបន្ទាប់មកយើងបន្តដំណើរកាន់តែជ្រៅប៉ុន្តែនៅពេលនោះខណៈដែលយើងរៀបនឹងដើរកាន់តែជ្រៅផាន់គួយបានងាកមកសង្កេតយើងថាចាប់ពីពេលនេះតទៅទោះយើងបានឃើញឬឮអ្វីក៏ដោយយើងមិនត្រូវបានអនុញ្ញាតឲ្យស្វាគមន៍ឬឆ្លើយតបឡើយគាត់ក៏បានប្រាប់យើងឲ្យដើរតាមពីក្រោយហើយកុំឲ្យបែកគ្នាឲ្យសោះពេលឮបែបនេះខ្ញុំនិងមិត្តក៏យល់ព្រមប៉ុន្តែខ្ញុំត្រូវតែទទួលស្គាល់ថាមិត្តរបស់ខ្ញុំនិងខ្ញុំពិតជាមិនខ្វល់ច្រើនទេព្រោះការពិតពួកយើងបានដឹងច្រើនណាស់ហើយមិនខ្លាចអ្វីទាំងអស់ជាពិសេសចំពោះឧក្រិដ្ឋកម្មដែលយើងបានប្រព្រឹត្តយើងនៅតែអាចធ្វើវាបានខ្ញុំគិតក្នុងចិត្តថាច័ន្ទនិងខ្ញុំគួរតែបានឆ្លងកាត់ច្រើនជាងផាន់គួយប៉ុន្តែនោះដោយសារយើងមិនមែនជាអ្នកស្រុកហើយយើងមិនស្គាល់តំបន់នោះយើងបានធ្វើដោយគាត់ប្រាប់យើងបានយកសត្វដែលយើងបានបាញ់ហើយដើរតាមផាន់គួយនៅខាងក្រោយបន្ទាប់ពីនោះយើងបន្តដំណើរពេលយើងទៅដល់ចំណុចមួយពីអ្វីដែលយើងបានឃើញវាដូចជារណ្ដៅភក់ឬអ្វីមួយលោកផាន់គួយបានឲ្យដឹងថាតំបន់នេះគេហៅថាកន្លែងដាក់អន្ទាក់សត្វដែលជាកន្លែងភក់វាជាកន្លែងដែលសត្វចេញមករកស៊ីវាជាកន្លែងដែលសត្វចេញមករកស៊ីនៅពេលយប់បន្ទាប់ពីពួកយើងបានទៅដល់ទីនោះផាន់គួយបាននិយាយថាកន្លែងនេះមានគ្រោះថ្នាក់ប៉ុន្តែជាភ្នោរនិងសត្វជាច្រើនត្រូវបាញ់ហើយភាគច្រើនជាសត្វធំបន្ទាប់ពីនោះគាត់បានចង្អុលបង្ហាញពេលខ្ញុំមើលឡើងយើងឃើញថានៅលើដើមឈើនោះមានវេទិកាសម្រាប់មើលសត្វវាមើលទៅដូចជាវេទិកាឈើសម្រាប់អង្គុយឡើងខ្ពស់ព្រានគួយបាននិយាយថាលោកជាអ្នកបង្កើតកន្លែងនេះពេលនោះគាត់ថាយើងទាំង3នាក់នឹងឡើងនៅលាក់ខ្លួននៅទីនោះយប់នេះយើងនឹងដេកនៅទីនោះប៉ុន្តែអ្នកស្ដាប់នៅពេលដែលយើងរៀបនឹងឡើងទៅមានរឿងមិននឹកស្មានដល់បានកើតឡើងអ្វីដែលខ្ញុំបានឃើញនៅពេលនោះគឺនៅពេលដែលខ្ញុំកំពុងឈរនិយាយជាមួយអ្នកប្រមាញ់ពេលខ្ញុំងាកមកវិញខ្ញុំឃើញថាមិត្តរបស់ខ្ញុំឈ្មោះច័ន្ទបានលូកដៃឆ្វេងទៅកាន់ដៃមនុស្សស្រីខ្ញុំទៀងតក់ស្លុតនិងច្របូកច្របល់ខ្ញុំមិនដឹងថាស្ត្រីនោះជានរណាទេប៉ុន្តែអ្វីដែលបានឃើញនិងមានអារម្មណ៍គឺថាស្ត្រីម្នាក់នេះគឺស្រស់ស្អាតខ្លាំងណាស់ហើយអ្វីដែលខ្ញុំមិនជឿនោះគឺក្រោយពីបានឃើញនោះខ្ញុំបានឃើញរឿងមួយទៀតស្ត្រីម្នាក់នេះមានចង្កូមដុសចេញពីមាត់របស់នាងហើយត្រូវកោងចុះមកជិតចង្ការរបស់នាងស្លៀកពាក់ខោអាវកមូលនិងសារ៉ុងវែងដល់កជើងពេលនោះខ្ញុំស្រែកថាហេតើអ្នកបានធ្វើអ្វីមករាអ្នកគ្រាន់តែចាប់ដៃនរណាម្នាក់ហើយនោះជាអ្វីទាំងអស់ពេលខ្ញុំរៀបនឹងនិយាយបន្តព្រឹទ្ធាចារ្យក៏រុញខ្ញុំភ្លាមហើយនិយាយថាប្រញាប់ឡើងទៅលើដើមឈើ
ពេលនោះខ្ញុំបានឃើញផាន់គុយកាន់កាំភ្លើងនៅលើស្ត្រីនោះប៉ុន្តែនាងមិនបានបាញ់ទេគាត់បានត្រឡប់មកវិញហើយបាញ់ទៅលើមេឃដោយនឹកឃើញដើមឈើដែលខ្ញុំកំពុងឈរនោះហើយគាត់ក៏ចាប់ផ្ដើមស្រែកជេរដាក់បណ្ដាសាភាពឆ្លើយគឺនិយាយអ្វីគ្រប់យ៉ាងដែលអ្នកអាចគិតហើយបន្ទាប់មកឃើញវាផាន់គុយបានឡើងលើដើមឈើយ៉ាងលឿនប៉ុន្តែដោយសារគាត់ប្រញាប់បែបនេះគាត់ក៏ឡើងទៅលើដើមឈើមួយទៀតពេលនោះខ្ញុំតក់ស្លុតជាខ្លាំងព្រោះអ្វីបានកើតឡើងមិនដល់1នាទីផងហើយខ្ញុំពិតជាមិនដឹងថាខ្ញុំបានធ្វើអ្វីនោះទេប៉ុន្តែមេបញ្ជាការនោះខ្ញុំក៏បានឃើញស្ត្រីនោះគាត់បានចាប់ដៃរបស់ច័ន្ទហើយរត់ចេញខណៈពេលដែលអ្នកប្រមាញ់គុយបាននិយាយថាចូលយើងទទួលយកវាព្រោះយើងទាំងពីរប្រហែលជាមិនអាចធ្វើតាមហើយមិនអាចធ្វើអ្វីបានទេនៅទីបញ្ចប់អ្វីក៏ដោយដែលកើតឡើងចំពោះមករាយើងត្រូវទុកវាឲ្យវាទៅជាពលគឺនៅវិនាទីនោះខ្ញុំតក់ស្លុតណាស់ហើយខ្ញុំជឿថាអ្នកណាក៏ធ្លាប់ជួបរឿងដូចគ្នាជាមួយខ្ញុំដែរប្រកាសជារន្ធត់ចិត្តដែរដោយឃើញមិត្តរបស់ខ្ញុំត្រូវនរណាម្នាក់ដឹកនាំរួចក៏បាត់ខ្លួនចូលទៅក្នុងព្រៃងងឹតរហូតដល់ដៃនិងជើងរបស់ខ្ញុំញ័រស្ថានភាពនៅពេលនោះគឺខ្ញុំនិងព្រឹទ្ធាចារ្យស្ថិតនៅលើដើមឈើខុសៗគ្នាចម្ងាយប្រហែល5ទៅ6ម៉ែត្រពីដីហើយវាមិនមែនជាដើមឈើដែលមានដំបូលនោះទេពេលខ្ញុំមើលចុះខ្ញុំមិនដឹងថាខ្ញុំឡើងដោយរបៀបណាទេពេលនោះពេលអ្វីស្ងប់ស្ងាត់ផាន់គុយបានស្រែកថាមានអ្វីដែលខ្ញុំអាចធ្វើបានហើយកាន់មែកឈើយ៉ាងតឹងបើអាចគេងលក់ទៅតែទោះមានអ្វីកើតឡើងក៏មិនត្រូវដួលដែរដោយសារតែការភ័យខ្លាចនឹងអ្វីគ្រប់យ៉ាងដែលខ្ញុំបានឃើញខ្ញុំបានព្យាយាមអោបដើមឈើដើម្បីកុំឲ្យខ្ញុំដួលពេលនោះខ្ញុំឃើញថាផាន់គុយខ្លួនឯងមិនបានសម្រាកភ្នែកទេគាត់មិនបានដេកពេញមួយយប់ទេគាត់គ្រាន់តែរើស្លឹកឈើពីដើមឈើដែលគាត់កំពុងឡើងហើយសូត្រធម៌ទេសនាខ្លះរួចប្រោះវាចុះក្រោមរហូតដល់វេលាព្រឹកទើបខ្ញុំងងុយដេកទើបភ្ញាក់ពីគេងមិនលក់ព្រោះខ្លាចធ្លាក់ពីលើដើមឈើលុះព្រឹកឡើងខ្ញុំឃើញព្រានកំពុងនិយាយប្រាប់ខ្ញុំថាយើងទាំងពីរនឹងទៅរកច័ន្ទជាមួយគ្នាពេលគាត់និយាយហើយខ្ញុំក៏សួរថាខ្ញុំឃើញអ្វីយប់មិញហើយតើច័ន្ទនឹងរស់ឬអត់ផាន់គុយបាននិយាយថាអ្វីដែលខ្ញុំបានឃើញគឺវិញ្ញាណខ្លាហើយមនុស្សភាគច្រើនដែលជួបគាត់ជាធម្មតាមិនរួចជីវិតទេសូម្បីតែឪពុករបស់ផាន់គុយដែលមានចំណេះដឹងនិងបទពិសោធន៍វេទមន្តច្រើនក៏បានស្លាប់ដោយវិញ្ញាណខ្លាពេលឮដូច្នេះខ្ញុំចាប់ផ្ដើមយំហើយទទួលយកខ្ញុំគិតថាច័ន្ទប្រហែលជាមិនរួចជីវិតទេហើយគាត់ក៏មិនគួរបោះបង់ជីវិតចោលនៅទីនេះដែរវាជាការប្រសើរក្នុងការរស់ក្នុងខ្ទមឬចូលគុកបន្ទាប់មកខ្ញុំក៏ចុះពីលើដើមឈើហើយព្យាយាមស្ងប់ចិត្តរួចដើរតាមផាន់គុយចូលនៅពេលនោះដោយសារតែខ្ញុំមានចំណងចង់ទៅរកច័ន្ទផាន់គុយក៏ដើរតាមកន្លងគាត់មើលទៅដីហើយអ្វីដែលខ្ញុំឃើញវាហាក់ដូចជាមានស្នាមជើងលុះដើរបានមួយសន្ទុះទើបដឹងថាមកពីផ្លូវដែលមើលទៅដូចជាមានជើង4និងមនុស្ស2នាក់សល់តែ2នាក់ប៉ុណ្ណោះសញ្ញាសម្គាល់មួយទៀត
គឺហាក់ដូចជាសាកសពរបស់ច័ន្ទត្រូវបានគេអូសទៅនឹងដីនៅពេលដែលយើងដើរទៅមុខពេលដែលផាន់គួយនាំយើងទៅដល់ចំណុចណាមួយខ្ញុំលែងមានសង្ឃឹមទៀតហើយខ្ញុំមិនជឿថាខ្ញុំនឹងឃើញច័ន្ទដេកសន្លប់នៅមុខថ្មពេលឃើញដូច្នេះយើងរត់ទៅរកកូដនៅពេលដែលយើងទៅដល់សាកសពរបស់ច័ន្ទយើងវាច្បាស់ណាស់ថារាងកាយរបស់ច័ន្ទស្ថិតក្នុងស្ថានភាពដែលសម្លៀកបំពាក់របស់កូដរហែកហើយមានស្នាមរបួសប៉ុណ្ណោះដូចជាកូដត្រូវបានវាយប្រហារដោយចង្កូមនិងក្រញាំកូដដេកសន្លប់ក្នុងភ្លក្សឈាមយ៉ាងទៀតខ្ញុំឃើញមានស្លឹកឈើឬស្លឹកខ្លះក៏មិនដឹងពួកវាមើលទៅដូចជាស្លឹកដែលព្រានគួយបានរើសហើយសូត្រមន្តទៅលើដើមឈើពេលនោះមានស្លឹកឈើជ្រុះលើដីប៉ុន្តែអ្វីដែលខ្ញុំឃើញនៅពេលនេះគឺស្លឹកឈើទាំងនោះជាប់នឹងខ្លួននិងមាត់របស់ច័ន្ទខ្ញុំទាំងស្រពេចស្រពិលនិងមិនដឹងយ៉ាងពិតប្រាកដខ្ញុំឆ្ងល់ថាតើវាអាចទៅរួចដោយរបៀបណាប៉ុន្តែខ្ញុំបានធូរស្រាលហើយគិតថាវាពិតជាសំណាងណាស់ដែរផាន់គួយមានចំណេះដឹងខ្លះរួចទៅហើយនៅពេលនោះយើងបានព្យាយាមដាស់លោកច័ន្ទឡើងពេលផាន់គួយភ្ញាក់ពីសន្លប់ខ្ញុំអាចយល់ថាកូដភ័យខ្លាចប៉ុណ្ណាកូដគំវែងស្មារតីរហូតដល់ផាន់គួយត្រូវប្រាប់កូដឲ្យស្ងប់រួចកូដចាក់ទឹកដែលកូដបានរៀបចំលើក្បាលរបស់កូដមុននឹងនាំកូដចេញទៅបន្ទាប់ពីកូដចេញនៅថ្ងៃនោះអ្នកដឹកនាំសហបានជួបកូដដោយនាំគ្រូទៅផ្ទះរបស់កូដនិងធ្វើពិធីផ្សេងៗសម្រាប់កូដនៅថ្ងៃនោះបន្ទាប់ពីកូដដឹងខ្លួនឡើងវិញកូដបានប្រាប់យើងថាកាលពីយប់មិញខណៈដែលខ្ញុំកំពុងឈរនិយាយជាមួយផាន់គួយកូដបានក្រឡេកមើលទៅនារីវ័យក្មេងម្នាក់ដែលស្រស់ស្អាតខ្លាំងណាស់ពេលនោះវាមិនដឹងមូលហេតុទេទោះបីស្ដាប់ព្រានគួយក៏ដោយក៏ជឿអ្វីៗដែលព្រានគួយប្រាប់វាក៏មិនអាចគ្រប់គ្រងខ្លួនឯងបានទើបវាឆោងដៃចាប់បន្ទាប់មកវាបានប្រាប់ថាវាមិនចាំអ្វីសោះហើយដឹងតែពេលវាត្រូវអូសចូលទៅក្នុងព្រៃហើយស្ត្រីនោះបានលុតដៃឆ្វេងបន្ទាប់មកពួកគាត់បានបន្តពិធីនេះហើយបានប្រគេនថ្នាំពេទ្យផ្សេងសម្រាប់បរិភោគខ្ញុំលាបមុខរបួសរហូតដល់រាងកាយរបស់ច័ន្ទហាក់ធូរស្រាលហើយពេលខ្លះបានកន្លងផុតទៅហើយខ្ញុំបាននាំគ្រូត្រឡប់មកខ្ទមវិញខ្ញុំមានអារម្មណ៍ថាស្ថានភាពគ្រូគឺចម្លែកវាហាក់ដូចជាមិនដូចពីមុនទេបុគ្គលខណៈរបស់កូដបានផ្លាស់ប្ដូរដោយសារតែរាងកាយរបស់កូដមើលទៅទន់ខ្សោយជំរឿក្នុងចិត្តមានអារម្មណ៍ថាច័ន្ទជិតស្លាប់ហើយពេលនោះខ្ញុំបានសួរកូដថាច័ន្ទតើក្នុងខ្លួនឯងវាយ៉ាងម៉េចដែរអ្នកមើលទៅមិនសូវល្អទេប្រសិនបើអ្នកពិតជាមិនអាចតើអ្នកចង់ប្រែក្លាយខ្លួនឯងទេខ្ញុំចង់ចូលគុកវាជាងឃើញអ្នកស្លាប់នៅទីនេះច័ន្ទប្រាប់ខ្ញុំថាទោះបីមានអ្វីក៏ខ្ញុំមិនអាចធ្វើបានខ្ញុំនឹងមិនចូលគុកទេខ្ញុំនឹងសម្រាក 2-3 ថ្ងៃហើយខ្ញុំនឹងគួរមានអារម្មណ៍ធូរស្រាលប៉ុន្តែក្រោយមកស្ថានភាពរបស់ច័ន្ទបានធ្លាក់ចុះយ៉ាងឆាប់រហ័សពេលនោះរាងកាយស្គមហើយក៏លេបថ្នាំមិនបាត់សោះបើគ្មានទេខ្ញុំត្រូវញ៉ាំតែឱសថនិងអាហារវាមិនងាយស្រួលទេក្នុងការទៅជួបគ្រូពេទ្យពិតប្រាកដខ្ញុំមិនអាចរកវាបានទេរហូតដល់យប់មួយបន្ទាប់ពី 2-3 ថ្ងៃបានកន្លងផុតទៅខណៈពេលដែលខ្ញុំកំពុងគេងខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាមានក្លិនស្អុយចេញពីវា
វាពិតជាក្លិនមិនល្អដូចជាមានអ្វីមួយបានស្លាប់ខ្ញុំគេងមិនលក់ហើយត្រូវក្រោកឡើងមើលពូលគឺដើរចេញពីខ្ទមដើម្បីស្វែងរកប្រភពនៃក្លិននោះប៉ុន្តែប្រសិនបើថ្ងៃក្រោយខ្ញុំដើរចេញទៅវិញក្លិនស្អុយដែលខ្ញុំបានភុំនោះបានសាត់ភាយទៅហើយពេលខ្ញុំដើរចូលមកវិញឃើញច្បាស់ជាក្លិនស្អុយដែលខ្ញុំបានធំគឺនៅក្នុងខ្ទមដែលខ្ញុំស្នាក់នៅខ្ញុំបានភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្ញុំឆ្ងល់ថារឿងអ្វីកើតឡើងចំពោះច័ន្ទទើបខ្ញុំទៅរកច័ន្ទប៉ុន្តែអ្វីដែលបានកើតឡើងគឺខ្ញុំបានរកឃើញថាច័ន្ទមិនទាន់ស្លាប់នៅឡើយទេប៉ុន្តែដើមកំណើតរបស់ក្លិនវាមកពីដៃឆ្វេងរបស់ច័ន្ទនៅពេលនោះខ្ញុំមិនអាចធ្វើអ្វីបានទេបន្ទាប់ពីថ្ងៃនោះមកខ្ញុំបានរកឃើញថាដៃឆ្វេងរបស់គ្រូនោះកំពុងរបួសបន្តិចម្ដងដូចជាឈាមមិនហូរសាច់ដុំបានស្លាប់រហូតដល់វាមានពណ៌នៃសាច់របស់មនុស្សធម្មតាវាចាប់ផ្ដើមប្រែជាខ្មៅស្បែកមានស្នាមជ្រួញបន្តិចម្ដងហើយមានតែក្លិនស្អុយទីបំផុតនៅពេលដែលស្បែកចាប់ផ្ដើមស្ងួតនិងរលួយវាចាប់ផ្ដើមចិញ្ចៀមនិងផ្ទុះរហូតដល់សាច់នោះបាត់បន្តិចម្ដងស្ថានភាពរបស់ច័ន្ទនៅពេលនោះស្ទើរតែដូចខ្មោចកូដមិនមានកម្លាំងក្នុងការនិយាយហើយមិនអាចនិយាយជាប់គ្នាកូដគ្រាន់តែបន្តរអ៊ូរទមអំពីអ្វីដែលកូដបានជួបប្រទះដៃរបស់កូដមិនអាចប្រើបានទេថ្ងៃនោះខ្ញុំដើរចូលភូមិទៅសុំជំនួយប៉ុន្តែតាមពិតគ្មាននរណាចង់ជួយទេប៉ុន្តែជាសំណាងល្អដែលនៅមានសាមញ្ញម្នាក់នៅក្នុងសពរនោះគាត់ថាគាត់បានឮរឿងនេះពីអ្នកប្រមាញ់គុយហើយគាត់នឹងមកជួយខ្លួនឯងរហូតដល់ថ្ងៃមួយវាជាថ្ងៃដែលអាចារ្យមកដល់ពេលទៅដល់គាត់តក់ស្លុតពេលឃើញគាត់ថាស្ថានភាពច័ន្ទគឺយ៉ាប់ណាស់ហេតុអ្វីបានជាខ្ញុំដើរតាមគាត់ខ្ញុំបានប្រាប់គាត់ថាខ្ញុំពិតជាមិនដឹងថាមាននរណាអាចជួយគាត់បានទេជាងនេះទៅទៀតប្រសិនបើយើងរាប់ថ្ងៃពិតប្រាកដវាមានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះហើយខ្ញុំមិននឹកស្មានថាស្ថានភាពរបស់ច័ន្ទកាន់តែយ៉ាប់យ៉ឺនលឿនបែបនេះទេពេលនោះអាម៉ាត់មើលមកគាត់ហើយមួយសន្ទុះក៏ងាកមកមើលគាត់អ្នកស្ដាប់លោកគ្រូនិយាយអ្វីដែលលោកថាខ្មោចឬវិញ្ញាណខ្លាបានស៊ីដៃរបស់លោកច័ន្ទទាំងស្រុងតើអ្នកហ៊ានទេបើខ្ញុំសូមឲ្យអ្នកជួយកាត់ដៃរបស់មិត្តអ្នកឬដូច្នេះខ្ញុំស្រឡាំងកាំងពេលដឹងថាត្រូវធ្វើបែបនោះមុននឹងគ្រូអាចារ្យប្រាប់ខ្ញុំម្ដងទៀតថាមធ្យោបាយតែមួយគត់ដែលអាចសង្គ្រោះជីវិតវាបានគឺត្រូវតែកាត់ផ្នែករបួសចោលហើយបោះដៃនោះចូលទៅក្នុងព្រៃដើម្បីឲ្យវាស៊ីខាងក្នុងនិងការពារកុំឲ្យវារីករាលដាលដល់រាងកាយឬផ្នែកផ្សេងទៀតដែលនៅពេលនោះខ្ញុំបានគិតអំពីសាសពដៃច័ន្ទមួយសន្ទុះប៉ុន្តែចុងក្រោយខ្ញុំក៏យល់ស្របព្រោះវាជាការពិតជាមួយនឹងស្ថានភាពនិងភាពតានតឹងហើយជាមួយនឹងរឿងជាច្រើននៅពេលនោះវាពិតជាចាំបាច់ក្នុងការធ្វើវាដូច្នេះថ្ងៃនោះខ្ញុំបានទៅឯច័ន្ទហើយព្យាយាមលួងកូដព្រោះវាប្រសើរជាងឲ្យកូដស្លាប់លុះនិយាយគ្នាបានមួយសន្ទុះទីបំផុតឯច័ន្ទក៏ចុះខ្លួនមកលុះរឿងដល់កលសពនក្នុងសហគមន៍អ្នកភូមិខ្លះស្ម័គ្រចិត្តជួយជំនួសខ្ញុំអ្វីដែលបានកើតឡើងនៅថ្ងៃនោះនៅទីបំផុតខ្ញុំបានរត់គេចខ្លួនទោះបីជាខ្ញុំមិនបានមើលគ្រប់ជំហានក៏ដោយក៏ខ្ញុំមិនអាចចាំបានថាអាចារ្យបានយកកាំបិតដុតវាចោលអាចារ្យបានយកកាំបិតមកដុតវាចោលហើយចាក់ស្រាស្ងួតលើវាបន្ទាប់មក
កតបានសូត្រមន្តវាជាអាការៈវិរុទ្ធដែលគួរឲ្យរន្ធត់ក្នុងការស្ដាប់ហើយពេលដែលកតសូត្រចប់កតក៏ទម្រង់ 3-4 ដងអ្វីដែលកតធ្វើគឺកតយកកាំបិតពេទ្យនេះកាប់ដៃរបស់ចាន់សំឡេងដែលខ្ញុំឮនៅចាំច្បាស់រហូតដល់មកសព្វថ្ងៃនេះហើយពេលដែលកតសូត្រចប់កតក៏ទម្រង់ 2-3 ដងសំឡេងដែលខ្ញុំឮខ្ញុំនៅចាំច្បាស់រហូតមកដល់សព្វថ្ងៃនេះគឺមករាស្រែកខ្លាំងៗកតស្រែកយ៉ាងខ្លាំងធ្វើឲ្យខ្ញុំព្រឺព្រួចវាពិតជាគួរឲ្យសង្វេគណាស់សម្រាប់ខ្ញុំនិងអ្នកដែលបានឮដូច្នេះបន្ទាប់ពីពិធីនៅថ្ងៃនោះនៅពេលដែលអ្វីៗត្រូវបានបញ្ចប់វាពិតជាមិនគួរឲ្យជឿដែលនៅថ្ងៃបន្ទាប់រាងកាយរបស់ខ្ញុំកាន់តែរឹងមាំហើយខ្ញុំគ្រាន់តែតក់ស្លុតនិងសោកស្ដាយដែលបាត់បង់ដៃម្ខាងរបស់ខ្ញុំប៉ុន្តែប៉ុន្មានថ្ងៃបន្ទាប់ពីនោះពេលវាចាប់ផ្ដើមដំណើរការវាបានវិលមករកជីវិតធម្មតាវិញពេលនោះខ្ញុំមិនអីទេហើយគិតថាអ្វីៗបានចប់សពគ្រប់ហើយតើយ៉ាងម៉េចវាគួរតែកាន់តែប្រសើរឡើងពេលគ្រូចាប់ផ្ដើមកែខ្លួនកតគួរតែអាចរស់នៅដូចធម្មតាប៉ុន្តែអ្វីដែលបានកើតឡើងគឺបន្ទាប់ពីគ្រូបានជាសះស្បើយមិនយូរប៉ុន្មានក៏មានរឿងមួយកើតឡើងម្ដងទៀតខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាពេលខ្ញុំដេកខ្ញុំចាប់ផ្ដើមធុំក្លិនអ្វីដែលមិនល្អម្ដងទៀតលើកនេះគឺក្លិនចេញពីខ្លួនរបស់មករាដូច្នេះខ្ញុំក៏ទៅរកគ្រូទាយភ្លាមសាមញ្ញយល់ច្រឡំម្ដេចក៏មិនទាន់ចប់ក្រោយកាត់ដៃតើមានអ្វីកើតឡើងទៀតដូច្នេះគាត់ថានឹងមកមើលរហូតដល់ព្រឹកថ្ងៃនោះពេលខ្មោចមកដល់អ្នកស្ដាប់ដឹងថាមានរឿងអ្វីកើតឡើងពេលដែលខ្មោចដើរទៅដល់មករាគាត់ក៏ឈប់ហើយនិយាយថាខ្ញុំសុំទោសខ្ញុំមិនគួរកាត់ដៃគាត់ចោលទេខ្ញុំគួរតែឲ្យគាត់ស្លាប់ហើយឲ្យគាត់ទៅដោយមិនមានទុក្ខពេលនោះខ្ញុំមើលមុខគាត់ហើយមានការយល់ច្រឡំយ៉ាងខ្លាំងខ្ញុំមិនយល់ពីអ្វីដែលគាត់កំពុងនិយាយទេពេលខ្ញុំឈរមើលនោះខ្ញុំបានឃើញបរិសនោះចាប់ផ្ដើមស្រែកអ្វីមួយហើយចាប់ខ្លួនមករាពេលនោះគាត់ក៏ងាកមកមើលមុខខ្ញុំដោយទឹកមុខអាក្រក់ហើយនិយាយមកខ្ញុំថាសុំទោសខ្ញុំពិតជាមិនដឹងថាខ្មោចមានកូនភ្លោះទេកូនភ្លោះរបស់គាត់កំពុងស៊ីដៃម្ខាងទៀតរបស់មិត្តអ្នកពីអ្វីដែលខ្ញុំបានឮនៅពេលនោះខ្ញុំមិនដឹងថាតើខ្ញុំអាចបញ្យល់អារម្មណ៍បានដោយរបៀបណាមិនបាច់ឈឺចាប់និងធ្វើទារុណកម្មច្រើនទេក្រោយមកគ្រូអាចារ្យបាននិយាយថាតាំងពីធ្វើម្ដងរួចមកហើយបើមិនចង់សង្គ្រោះជីវិតដើម្បីឲ្យវានៅរស់ត្រូវតែកាត់ដៃម្ខាងចោលហើយទទួលយកការពិតថាច័ន្ទនឹងក្លាយជាជនពិការដៃជើងតតែដាច់ស្មានិងបាត់ដៃទាំងសងខាងប៉ុន្តែខ្ញុំសុំពេលខ្លះដើម្បីរៀបចំខ្លួនជាមុនសិនទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីថ្ងៃនោះមុនពេលដែលដៃរបស់គាត់បានរបួសទាំងស្រុងមុនពេលដែលគាត់បានធ្វើពិធីនោះមុនពេលគាត់ថែមទាំងរៀបចំកាំបិតផងដែរវាហាក់ដូចជាគាត់មិនអាចទប់ទល់នឹងភាពតានតឹងហើយរាងកាយរបស់គាត់មានការឈឺចាប់យ៉ាងខ្លាំងនៅទីបំផុតគាត់ទ្រាំមិនបានទៀតហើយចុងក្រោយក៏គាត់ស្លាប់តាមពិតរឿងនេះមិនមែននិយាយអំពីពូរបស់ខ្ញុំទេរបស់ខ្ញុំបានកើតឡើងចំពោះខ្ញុំកាលពីនៅក្មេងហើយបន្ទាប់ពីហេតុការណ៍នោះបានកើតឡើងបន្ទាប់ពីមិត្តរបស់ខ្ញុំពូខ្ញុំក៏បានស្លាប់ខ្ញុំទ្រាំលែងបានទៀតខ្ញុំចេញមកហើយចុះចាញ់បន្ទាប់មកពេលខ្ញុំត្រូវបានចាប់ខ្លួនខ្ញុំត្រូវបានឃុំក្នុងពន្ធនាគារប្រហែល10ឆ្នាំមុនពេលដែលខ្ញុំបានឈឺនិងស្លាប់នៅក្នុងពន្ធនាគារ
ហើយនោះហើយវាជានេះជារឿងទាំងមូលបើមានកំហុសឆ្គងត្រង់ណាខ្ញុំសូមអភ័យទោសនិងអរគុណសម្រាប់ការស្ដាប់រហូតដល់ចប់អរគុណច្រើនជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ